អ្នកដាំបន្លែនិងអ្នកធ្វើចំការតែងតែគិតថាពេលបានផលលីនឹងលក់បានថ្លៃតែពេលនេះវៃបែរខំពីការស្មាននេះជាសំឡេងបច្ចេកពីចិត្តក៏សូមឲ្យមានអ្នកស្ដាប់និងយល់ផងទោះបីជួបទុកក៏នៅតែសង្ឃឹមថាថ្ងៃណាមួយនឹងមានពន្លឺល្អនេះគឺពាក្យពិតចេញពីចិត្តក៏សេះក៏គ្រប់ប្រាណច្រើនឆ្នាំហើយទាំងទ្រូងអឹងទ្រូងឥតស្បើយរងទុក្ខាពេលបានផលតម្លៃទីផ្សារក៏សេះផលទាំងផលតែងតែមិនល្អខ្ញុំសូមអង្វរសូមជួយកសិករផងនេះជាសំឡេងបច្ចេកពីចិត្តក៏សូមឲ្យមានអ្នកស្ដាប់និងយល់ផងទោះបីជួបទុកក៏នៅតែសង្ឃឹមថាថ្ងៃណាមួយនឹងមានពន្លឺល្អនេះគឺពាក្យពិតនិយាយពីចិត្តនិងការខកបំណងអ្នកខ្លះអស់សង្ឃឹមអ្នកខ្លះលែងញញឹមដាក់ប្អូនដាក់បងលងធ្វើច្រើនដងធ្វើច្រើនសារពេញមួយឆ្នាំពួកគាត់តែងតែសង្ឃឹមថានឹងបានតម្លៃប្រសើរនេះជាសំឡេង